ថ្ងៃនេះខ្ញុំមានយ៉ាក្រាមមួយយកមកចែករំលែកបងប្អូនយ៉ាក្រាមនេះមានកម្លាំង800វ៉ាត់ដែលត្រូវប្រើភ្លើងបូកដក80វ៉ុលអញ្ចឹងបើយើងត្រូវប្រើភ្លើងធំ800វ៉ាត់ហ្នឹងត្រូវប្រើភ្លើងធំហើយនេះដល់80វ៉ាត់បូកដល់80វ៉ុលបូកដកអញ្ចឹងយើងដូចបងបានជម្រាបពីមុនអញ្ចឹងថាចំពោះអាំភ្លីដែលដំណើរការទៅបានទាល់តែមានភ្លើងចិញ្ចឹមរបស់វាអញ្ចឹងក៏មានភ្លើងចិញ្ចឹមទើបអាំភ្លីនឹងដំណើរការទៅបានដូច្នេះអាំភ្លីនេះវារៀងប្លែកបន្តិចបានបងយកមកចែករំលែកបងប្អូនវាប្លែកតិចតែចំណុចដែលប្លែកគឺប្លែកនៅត្រង់នេះប្លែកនៅត្រង់ហ្នឹងប្លែកនៅត្រង់ហ្នឹងអញ្ចឹងបងយកមកបង្ហាញបងប្អូនថាការប្លែកហ្នឹងវាយ៉ាងម៉េចអញ្ចឹងបងមើលឃើញហើយចំពោះភ្លើងគឺ80វ៉ុលបូកឃើញទេ80វ៉ុលបូកនៅក្នុងបតអញ្ចឹងនៅក្នុងបតមាន80វ៉ុលបូកនេះអញ្ចឹងភ្លើងវាចូលតាមជើងសេអានេះចូលតាមជើងនេះចូលតាមជើងសេចូលតាមជើងនៅខាងនេះនៅខាងក្រោមនេះគូវានៅខាងក្រោមនេះគឺប្រើភ្លើងដកនោះចូលតាមជើងសេភ្លើងដកចូលតាមជើងភ្លើងដកចូលតាមជើងសេភ្លើងដកចូលតាមជើងភ្លើងដកនេះចូលតាមជើងអញ្ចឹងយើងចំណាំជើងបានដោយសារនេះមានព្រួញចេញបានន័យថាព្រួញចេញនឹងព្រួញចូលព្រួញចេញបានន័យថា N ពេល N ព្រួញចូលបានន័យថា P N P អញ្ចឹងការមើលយ៉ាក្រាមយើងមើលតាមព្រួញអញ្ចឹង transistor ណាដែលមានព្រួញចេញនិង transistor ដែលមានព្រួញចូលអញ្ចឹងកាលណាយើងរៀបតាមប្រភេទប្រេនេះឲ្យជើងនេះស៊ីភ្លើងដកកាលណាជើងស៊ីភ្លើងដក transistor នឹងត្រូវប្រើនេះ N P N កាលណាប្រើ N P N គឺព្រួញបាញ់ចេញព្រួញហ្នឹងគេហៅ flash ភាសាបារាំងហៅ flash flash ព្រួញហ្នឹង flash អញ្ចឹងជើងសេនេះជើងនេះជើងអញ្ចឹងតែបងហៅថាប្លែកបងឃើញtransistor នេះ5200នេះ1943អញ្ចឹង5200 kia NPN 1943 PNP អញ្ចឹងកន្លែងនេះដែលប្លែកកន្លែងនេះជា regulator នេះជា regulator បានន័យថាភ្លើងបូកចូលមកតាមជើងអញ្ចឹងភ្លើងបូកចូលតាមជើងចេញមកតាមជើងសេដើម្បីឲ្យមានវ៉ុលនៅក្នុងជើង B នេះនៃ transistor ពីរសង់អញ្ចឹងយកភ្លើងនេះភ្លើងបូកចូលមកវាចេញតាមជើងសេនេះអញ្ចឹងភ្លើងវាមានវ៉ុលនៅក្នុងជើង B នេះនៅជើង B នេះដើម្បីវាបើកបាននេះ
ភ្លើងបូកចូលតាមរេស្តង់220អូមចូលមកជើងបេអញ្ចឹងកាលណាមានភ្លើងចូលមកដល់ជើងបេនេះទើបជើងអឺនេះបើកមកជើងសេដើម្បីឲ្យមានភ្លើងមកនេះមកជើងបេនេះអញ្ចឹងពេលដែលភ្លើងមកជើងបេភ្លើង driver នេះភ្លើង driver នេះក៏ត្រូវមានដូចគ្នាដែរយេគឺវាប្លែកហ្នឹងដល់តែភ្លើងបូកនេះចូលតាមរេស្តង់នេះមកចូលជើងបេនេះចូលជើងបេនេះទើបភ្លើងបើកពីអឺមកសេនេះបើកពីអឺមកសេនេះអញ្ចឹងបានបងថាប្លែកយកមកឲ្យបងអូនសិក្សានេះក៏ដូចគ្នាដែរអញ្ចឹងឃើញទេភ្លើង80វ៉ុលចូលមកចូលជើងអឺភ្លើង80វ៉ុលចូលមកចូលជើងអឺភ្លើងដកនេះកាលណា NPN ជើងអឺស៊ីភ្លើងដកអញ្ចឹងភ្លើងដកនេះចូលមកចាំជើងអឺក៏មានភ្លើងដកនេះមកនេះភ្លើងដកមកឆ្លងការ៉េស្តង់នេះ220អូមនេះចូលមកជើងបេអញ្ចឹងដល់តែមានភ្លើងដកមកហើយ signal ចេញមកទើបភ្លើងហ្នឹងបើកដកនេះបើកមកចិញ្ចឹមជើងបេខាងពីសងនេះបេខាងពីសងនេះអញ្ចឹងការធ្វើការយកភ្លើងចិញ្ចឹមជើងបេគឺធ្វើការរបៀបនេះការរបៀបហ្នឹងអញ្ចឹងខាងលើនេះមកទៀតខាងនេះជាប្រេជាន់ទី2ប្រេជាន់ទី2ហ្នឹងភ្លើងបូកចូលមកជើងអឺនឹងបូកចូលមកជើងអឺអញ្ចឹងវាចេញមកជើងសេភ្លើងជើងសេដើម្បីចិញ្ចឹមជើងបេនៃ transistor driver នេះដើម្បីចេញទៅចិញ្ចឹម transistor ហ្នឹងទៅចិញ្ចឹម transistor ហ្នឹងខាងនេះភ្លើងដកចូលមកឆ្លងកាត់រេស្តង់នេះ3គីឡូ3ឆ្លងកាត់3គីឡូ3អញ្ចឹងកន្លែងនេះបានភ្លើងដកនេះឆ្លងកាត់រេស្តង់នេះសេរីនេះ3គីឡូ3សេរីនេះភ្លើងមកចិញ្ចឹមជើងអឺមកចិញ្ចឹមជើងអឺនេះអញ្ចឹងជើងមកចិញ្ចឹមជើងអឺនេះអញ្ចឹងអាជើងអឺនេះក៏មានភ្លើងមកជើងបេនេះដែរភ្លើងដកមកជើងបេនេះដែរអញ្ចឹងការមើលរបៀបមើលភ្លើងអញ្ចឹងណាបងរបៀបមើលភ្លើងចូលរបៀបមើលភ្លើងរបៀបមុខបោះមើលភ្លើងហ្នឹងអញ្ចឹងវាមកទៀតហើយណាវាមកទៀតភ្លើងដកឆ្លងកាត់រេស្តង់នេះ680អូមនេះចូលមកជើងអឺនៃ transistor NPN ចេញមកជើងសេមកចិញ្ចឹមនេះជើងអឺនៃ transistor ប្រេទី1និង transistor feedback ន័យថា transistor feedback នេះជា transistor ត្រឡប់ក្រោយអានេះត្រឡប់ក្រោយអញ្ចឹងពេលដែលមានភ្លើងចូលមកជើងអឺជើងដកនេះ80វ៉ុលនេះចូលមកជើងអឺអញ្ចឹងមានរេស្តង់នេះសេរីតម្លាក់ម៉ាស់នេះ22គីឡូ2និង10អូមកាលណាគេតសេរីចេះបានន័យថាគេតម្លាក់អំពែដើម្បីឲ្យអំពែវាតូចចុះមកម៉ាស់ដើម្បីអំពែវាតូចណា
chẳng khi tầm lệ ampere cả nào bờ sân chia khi mình tầm lệ ampere khi đã resistance ta mùi nè khi ọt tầm bài cả đọc ôm như thế chẳng khi tầm lệ ampere bị tiếp ampere tội của mọi ampere thông chẳng dương mưa một tiết thôi nhé thử lại nhé miền capacitor trong má capacitor trong má cái lại chương cái lại chương này phải sập đọ phải sập bol nhé miền mà rồi nano nắng mà rồi microfarad mà rồi volt chẳng hàng lứa có đôi khi đá vì trong má nắng làm bay lùm nâng lương ở lương nắng còn ở việc lẹ phải sập bol này chẳng vì cái đã mà rồi micro ní mà rồi volt cho mặt ở nâng mà rồi nano chẳng chẳng miên phương nè phương bột ní lon cắt máu phòng môi rồi bài sấp anh ấy phòng môi rồi bài sấp chẳng phương bột này mà chỗ chân xe này tặng tùy chẳng rê stong miến smile cái nè rê stong nâng smile cái nè phương bột này châu màu nâng trong phu phương lấy dưng vậy phí signal chỗ nhé chả xâm lên chỗ tam resistance ní pi cái lỗ phí sẽ đi cho mũi capacitor ní 4 micro 7 ហើយនឹងមាន resistance ចុះមកសេរីជាមួយនេះសេរីជាមួយ capacitor អញ្ចឹងមក22គីឡូសេរីជាមួយ100 nano ចុះមកហ្នឹងពីចាក់សញ្ញាមកដើម្បីអីដើម្បី filter ដើម្បីច្រោះសំឡេងឲ្យស្អាតអញ្ចឹងពេលចាក់មកបានមានថាមានភ្លើងគ្រប់ហើយដោយសារនេះអានេះឲ្យភ្លើងដកទៅចិញ្ចឹមជើងអឺដក 0.7 វ៉ុលដក 0.7 វ៉ុលដោយសារមានអីអញ្ចឹងមាន resistance នេះចុះមកទើបភ្លើងនេះបើកពីអឺទៅសេមាន resistance ពីនេះចុះមកទើបភ្លើងនឹងបើកពីអឺទៅសេដក 0.7 វ៉ុលដក 0.7 វ៉ុលមកចិញ្ចឹមជើងអឺទាំងពីរនេះអញ្ចឹងពេលដែលយើងចាក់ signal ទៅបានន័យថា transistor នេះគឺការពង្រីកតាមជើងសេនេះចូលមក transistor ទី2នេះជាន់ពង្រីកទី2ជាន់ពង្រីកទី2នេះវាចេញមកតាមជើងសេវាចូលតាមជើង B វាពង្រីកមកតាមជើង E នេះពង្រីកតាមជើង E នេះចេញមកចូលជើង B នេះដោយសារអានេះជា regulator សម្រាប់ចិញ្ចឹមភ្លើងគឺ regulator នេះសម្រាប់ចិញ្ចឹមមកភ្លើងឲ្យមកជើង B នេះអញ្ចឹងហ្នឹង signal វាធ្វើការអញ្ចឹង signal ដែលធ្វើការមួយទៀតនេះវាចុះមកនេះឃើញទេចុះមកតាមជើង C ចុះមកតាមជើង C នេះចេញតាមជើង E នេះមកចូលជើង B នៃ transfer driver នេះហើយ transfer driver នេះវាចេញតាមជើង E នេះណាមកជើង B នេះនៃ transfer ពីរសងណាហើយ transfer នេះជា transfer regulator នាំភ្លើងនេះនាំភ្លើងដកនេះមកចិញ្ចឹមជើង B នេះអញ្ចឹងនាំភ្លើងដកនេះឃើញទេចូលមកជើង E មកចេញមកតាមជើង C អញ្ចឹងភ្លើងនឹងអាចបើកបានតលតែមាន signal នេះ signal ដែលចាក់ចេញមកគឺអាភ្លើងហ្នឹងមកចិញ្ចឹមជើង B នេះបានអានេះក៏ដូចគ្នាដែរពេលដែល signal ចេញមកទើប transistor នឹងចាប់ផ្ដើមធ្វើការបើកភ្លើងមកចិញ្ចឹមជើង B នេះអាហ្នឹងដែលបងថាប្លែកហ្នឹង signal វាធ្វើការតែ transistor នេះមានអានុភាព800 វ៉ាត់មានកម្លាំងវា800 វ៉ាត់អញ្ចឹងបងអូនត្រូវថែម transistor នេះតាមគូវានេះដើម្បីឲ្យ
ឲ្យtransistor ហ្នឹងចេញវ៉ាត់ធំអញ្ចឹងនៅពេលដែលចេញសំឡេងយើងចាក់មកចេញសំឡេងត្រូវមាននេះចុះម៉ាស់ capacitor 104នេះស៊េរីជាមួយ10អូមចុះម៉ាស់ហើយវាមកតាម feedback នេះចូលមកជើង B នៃ transistor feedback ជើង B នៃ transistor feedback អញ្ចឹងវាចូលមកទៅឆ្លងកាត់តាម resistance 22 គីឡូនេះចូលមកជើង B អញ្ចឹងមាន capacitor នេះ100 មីក្រូចុះម៉ាស់ស៊េរីជាមួយ1គីឡូចុះម៉ាស់ណាស៊េរីគ្នាចុះម៉ាស់ដើម្បីច្រោះសំឡេងឲ្យស្អាតអញ្ចឹងពេលដែលវាមកបានន័យថាសំឡេងដែល feedback សំឡេងត្រឡប់ក្រោយហ្នឹងវាមកតាមចេញតាមពង្រីកតាមជើងចូលតាមជើងចេញមកតាមជើងសេធ្វើការមកជុំទៀតអញ្ចឹងឃើញទេមកដូចបងបញ្យល់មកមើលអញ្ចឹងវាចេញមួយសារទៀតឃើញទេអានេះវាមកនេះឃើញទេវាចូលមកនេះវាចេញតាមជើងនេះវាមកពីសងពង្រីកមួយសារអញ្ចឹងចំពោះយ៉ាក្រាមនេះឃើញទេវាប្លែកត្រង់នេះបានបងយកលើកមកចែករំលែកបងប្អូនឲ្យយល់ថានេះឃើញទេកន្លែងហ្នឹងតួនាទីវាសម្រាប់នាំភ្លើងមកចិញ្ចឹមជើង B នេះអាភ្លើងដកនេះតួនាទីវាសម្រាប់នាំភ្លើងមកចិញ្ចឹមជើង B នេះចំណែក signal ចំណែកសំឡេងឃើញទេចេញពីជើងដដែលចូលមកជើង B នេះអញ្ចឹងសំឡេងចេញពីជើងមកចូលជើង B អាហ្នឹងចំពោះយ៉ាក្រាមនេះអញ្ចឹងយ៉ាក្រាមនេះ800 វ៉ាត់អញ្ចឹងនៅពេលដែលបងប្អូនរៀបហើយដាក់ transistor ប្រហែលជា10គូឬក៏5គូទៅស្រេចតែបងប្អូនទេចង់បានខ្លាំងចង់បានខ្សោយអញ្ចឹងពេលដែលបងប្អូនចាក់នៅពេលដែលបងប្អូនចាក់រៀបហើយលឺបងប្អូនចាក់ហើយបងប្អូនវាស់នេះវាស់កន្លែងនេះវាស់កន្លែងចេញនេះអញ្ចឹងបងប្អូនអាចឃើញទៅដល់ប្រមាណវ៉ុលឧទាហរណ៍ថាចេញ80វ៉ុលកន្លែងនេះ80វ៉ុលឧទាហរណ៍ថាបងប្អូនចេញកន្លែងនេះ80វ៉ុលអញ្ចឹង80វ៉ុលគុណនឹង80វ៉ុលបងប្អូនយកមកចែកនឹង8ហ្នឹងឃើញវ៉ាត់កន្លែងហ្នឹងហើយឃើញវ៉ាត់ដែលវាត្រូវចេញឧទាហរណ៍ថាបងប្អូនចាក់ទៅបើកសំឡេងឲ្យអស់ឃើញ80វ៉ុលបងប្អូនយក80វ៉ុលគុណនឹង80វ៉ុលចែកនឹង8ចែកនឹង8អូមឧបលើបងប្អូន8អូមអញ្ចឹងបងប្អូនចែកនឹង8 80គុណ80អញ្ចឹងគេរូបមន្តហ្នឹងគេសរសេរថា P ស្មើនឹង V ការ៉េបានន័យវ៉ុលនេះជើងលើកជាការ៉េចែកនឹង R ចែកនឹង R ហ្នឹងបានន័យថាវ៉ុលនេះបើសិនណាបងប្អូនឃើញ80វ៉ុលបងប្អូនគុណនឹង8ហើយឧបលើ8អូមបងប្អូនចែកនឹង8អូមបើបងប្អូនដាក់4អូមបងប្អូនចែកនឹង4អូមមកដើម្បីរកវ៉ាត់អាំភ្លីចេញអាហ្នឹងរូបមន្តហ្នឹងហើយចំពោះកន្លែងនេះបើសិនតែយើងវាស់ជា dB យើងចាក់ទៅមានម៉ាស៊ីន dB វាស់ decibel decibel ហ្នឹងអញ្ចឹងយើងវាស់ជា decibel ទៅវាចេញថា60 decibel ឬ80 decibel អីបានន័យថាវាខ្លាំងហើយអញ្ចឹងសំឡេងចូលគេឲ្យតែដក5 decibel ដក5 decibel ដក5 decibel ទៅដក3 decibel
đo 3 decibel lên rứa có 0 decibel chạ chấu lắm không chạ chấu bơ lướt vì nâng bông mùi decibel ấy sầm lý bay ra ta 0 decibel nó có thông đây sầm lý chập đam bay chẳng sầm lý tránh vì ai là hô đo 50 decibel ហ្នឹងគឺសំឡេងដែលបងស្ដាប់បានតែសំឡេងលើសពី100 decibel ទៅគឺឲ្យក្តារត្រចៀកយើងទ្រាំលេងបានដូចអាសៀមយកមកចាក់អញ្ចឹងកាលណាឡើងដល់120 decibel ឬក៏វាគម្រោងវាចាក់500 decibel អីគឺក្តារត្រចៀកយើងហូរឈាមអញ្ចឹងប្រេកង់វាខ្លាំងពេកយើងមិនអាចទេយើងមិនអាចទ្រាំនឹងប្រេកង់នឹងបានទេចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេមកចែកម្លែកបងប្អូនដើម្បីឲ្យបងប្អូនបានយល់ដឹងខ្លះហើយបងប្អូនបានយល់ដឹងខ្លះចឹងទៅមានតែប៉ុណ្្នឹងទេហើយគេតែរាល់ដងសន្យាមួយបងប្អូនថាមួយអាទិត្យនឹងចេញម្ដងទៅតែឥឡូវវាសុខភាពកាន់តែយ៉ាប់យ៉ឺនថ្ងៃខ្លះក៏នឹកឃើញតិចទៅក៏ធ្វើឲ្យបងប្អូនទៅហើយថ្ងៃខ្លះក៏សុខភាពវាមិនដំណោយទៅក៏មកពីធ្វើការទៅអស់កម្លាំងផងក៏អត់បានធ្វើទេអញ្ចឹងក៏សូមខន្តីអភ័យទោសចំពោះបងប្អូនដែលចង់ចេះចង់ដឹងផងហ្នឹងហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយសូមបងជួយចុច Subscribe បងមួយផងដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលា